ហើយឆ្នាំនេះគឺជាឆ្នាំទី28នៃទំនាក់ទំនងការទូតផ្លូវការរបស់កម្ពុជាកូរ៉េព្រះយើងពីមុនចាប់ផ្ដើមឡើងនៅឆ្នាំ70តែបានបន្តិចក៏សឹងអាលុបទៅវិញដោយសារចំនួនខ្មែរក្រហមនោះហើយក្រោយមកសម្ដេចតេជោក៏បានពុះពៀក្នុងការតភ្ជាប់នៅទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងសាធារណរដ្ឋកូរ៉េដែលយើងហៅថាកូរ៉េខាងត្បូងដើម្បីជំរុញកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងតាពីហើយឆ្នាំទៅនេះនៅក្នុងទស្សនកិច្ចផ្លូវការរបស់ខ្ញុំទៅកាន់សាធារណរដ្ឋកូរ៉េក៏បានលើកកម្រិតនៃទំនាក់ទំនងការទូតរបស់យើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រដែលនេះគឺបង្កើននៅសកម្មភាពសម្រាប់សហការរួមគ្នាជំរុញនៅក្នុងការវិនិយោគជំរុញនៅក្នុងការសហការរវាងប្រជាជនគ្រប់វិស័យអប់រំសុខាភិបាលការងាររួមទាំងការសហការនៅក្នុងការវិវត្តប្រទេសកម្ពុជា